អំពីវិធីសាស្ត្រថែរក្សាខួរក្បាលឲ្យមានសុខភាពល្អដើម្បីឲ្យកាន់តែងាយស្រួលអាននិងងាយយល់ខ្ញុំបានសង្ខេបនិងរៀបចំជាចំណុចសំខាន់ជូនបងប្អូនដូចខាងក្រោមខួរក្បាលរបស់យើងប្រៀបដូចជារាងកាយដែរគឺត្រូវការសារធាតុចិញ្ចឹមនិងការថែទាំត្រឹមត្រូវបើខ្វះខាតយើងនឹងគិតអ្វីមិនចេញវង្វេងវង្វាន់ពិបាកវិនិច្ឆ័យខុសត្រូវហើយអាចឈានដល់ជំងឺវង្វេងនៅពេលចាស់ទៅខាងក្រោមនេះជាគន្លឹះសំខាន់ដើម្បីថែរក្សាខួរក្បាល 1. របបអាហារសម្រាប់ខួរក្បាល Physical Health ញ៉ាំសារធាតុ Omega 3 50% នៃខួរក្បាលបង្កើតឡើងពីខ្លាញ់ Omega 3 ការញ៉ាំអាហារដែលមានសារធាតុនេះជួយបង្កើតកោសិកាខួរក្បាលថ្មីនិងជួយដល់សន្លាក់ដៃជើងផងដែរញ៉ាំកាហ្វេ1 កែវក្នុងមួយថ្ងៃកាហ្វេជួយដាស់ខួរក្បាលឲ្យភ្ញាក់រលឹកនិងដំណើរការបានល្អធ្វើឲ្យយើងអាចបំពេញការងារបានច្រើនញ៉ាំអាហារដែលមានសារធាតុប្រឆាំងអុកស៊ីដាកម្មដូចជាផ្លែ Strawberry ឬផ្លែឈើផ្សេងៗដើម្បីការពារកោសិកាពីការបំផ្លាញនិងការពារជំងឺមហារីក 2. សុខភាពផ្លូវចិត្ត Mental Health កុំទុកបញ្ហាក្នុងចិត្តការលាក់ទុកបញ្ហាធ្វើឲ្យខួរក្បាលហត់នឿយគេងមិនលក់និងស្មុគស្មាញហ៊ានប្រឈមមុខនឹងដកស្រាយបើមានបញ្ហាជាមួយអ្នកណាត្រូវហ៊ាននិយាយប្រាប់គេឬសុំទោសបើខ្លួនខុសការធ្វើបែបនេះធ្វើឲ្យចិត្តស្រឡះធូរស្បើយនិងអាចបន្តដំណើរទៅមុខទៀតបានដោយជោគជ័យ 3. ការប្រើប្រាស់ខួរក្បាល Brain Activity កុំទុកខួរក្បាលឲ្យទំនេរត្រូវឧស្សាហ៍អានសៀវភៅសរសេរនិងគិតកុំប្រញាប់ចូលនិវត្តន៍ទាំងស្រុងការឈប់ប្រើខួរក្បាលដូចជាពេលចូលនិវត្តន៍ហើយមិនធ្វើអ្វីសោះធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះឆាប់រហ័សនិងងាយវង្វេងរៀនសូត្រពីមនុស្សចាស់នៅបរទេសទោះអាយុ70ឬ80ឆ្នាំពួកគេនៅតែបន្តធ្វើការឬការងារស្ម័គ្រចិត្តជួយសង្គមព្រោះបទពិសោធន៍របស់ពួកគេមានតម្លៃសម្រាប់ក្មេងជំនាន់ក្រោយ 4. ភាពកក់ក្ដៅផ្លូវអារម្មណ៍ Emotional Connection ចំណុចបន្ថែមចិញ្ចឹមសត្វប្រសិនបើនៅលីវឬត្រូវការភាពកក់ក្ដៅការមានសត្វចិញ្ចឹមអាចជួយឲ្យមានក្តីសុខកាត់បន្ថយភាពឯកានិងការពារជំងឺបាក់ទឹកចិត្ត Depression ពេលត្រឡប់មកផ្ទះវិញមានគ្នាលេងជាមួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសរុបមកដើម្បីឲ្យខួរក្បាលខ្លាំងពូកែនិងមិនងាយចាស់ទៅតាមអាយុយើងត្រូវមានតុល្យភាពទាំងការញ៉ាំអាហារល្អរក្សាចិត្តឲ្យស្រឡះនិងប្រើប្រាស់ខួរក្បាលជាប្រចាំ